នេះគឺជាប្រាសាទដែលមានរូបចម្លាក់អប្សរាច្រើនបំផុតនៅក្នុងខេត្តសៀមរាបខ្ញុំគិតថាអ្នកដែលមកលេងខេត្តសៀមរាបភាគច្រើន 90% គឺបានរំលងប្រាសាទមួយនេះចោលប្រាសាទមួយនេះមានឈ្មោះថាប្រាសាទព្រះលៀនស្ដេចគន្លងកសាងនៅចុងសតវត្សទី12ដើមសតវត្សទី13ប្រាសាទមួយនេះបានកសាងឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7ដែលយោងទៅតាមអត្ថន័យនៅក្នុងរឿងព្រេងបុរាណរបស់សាសនាហិណ្ឌូប្រាសាទមួយនេះមានលក្ខណៈប្លែកខុសពីប្រាសាទផ្សេងដោយសារតែប្រាសាទមួយនេះមានក្បាច់ស្អាតដែលតម្រៀបពីលើគ្នាជាច្រើនជាន់ខ្លាំងមែនទែនហើយសុទ្ធតែជាចម្លាក់អប្សរាតាមជាន់នីមួយតាមក្បាច់មង្គតនៅលើរូបចម្លាក់អប្សរាទាំងអស់ហ្នឹងគឺមានលក្ខណៈប្លែកពីគ្នាទាំងអស់ប្រាសាទនេះកសាងឡើងដោយមានរូបចម្លាក់បង្ហាញនិងពិពណ៌នាអំពីឋានសួគ៌និងឋានកណ្ដាលឋានវិជុងនេកអីចឹងទៅបងប្អូនបើមើលទៅលើរូបចម្លាក់នៅលើជញ្ជាំងទាំងនេះគឺសុទ្ធតែជាចម្លាក់លៀនងាយស្រួលឲ្យយើងមើលខ្លាំងមែនតើហើយជាទូទៅរូបចម្លាក់ត្រូវបានតម្រៀបគ្នាជាជាន់យ៉ាងសាមញ្ញខ្លាំងមែនទែនដោយធម្មតាយើងឃើញថាមានអាទិទេពប្រុសអង្គុយចំកដាលហើយមានអប្សរាកំពុងតែរាំកំពុងតែបញ្ចេញក្បាច់ដ៏ល្វត់ល្វន់អមទៅនឹងអាទិទេពភេទប្រុសទាំងនោះបើនិយាយពីអប្សរាវិញគឺសុទ្ធសឹងតែជាអប្សរាដែលពាក់មង្គតម៉ូដផ្សេងគ្នាទាំងអស់ជាន់ទី1មានម៉ូដផ្សេងជាន់ទី2មានម៉ូដផ្សេងជាន់ទី3មានម៉ូដផ្សេងអីចឹងទៅបងប្អូនហើយរូបចម្លាក់ទាំងអស់នេះដូចជាចង់បង្ហាញពីឈុតឆាកអ្វីមួយយ៉ាងអញ្ចឹងមើលទៅដូចជាពិធីជួបជុំអាទិទេពអញ្ចឹងណាដែលគេបានចែកជាថ្នាក់ដូចជាអាទិទេពណានៅជាន់ណាអាទិទេពណានៅថ្នាក់ណានៅកម្រិតណាអីចឹងទៅបងប្អូនហើយចំពោះជាន់ក្រោមគឺឃើញមានរូបចម្លាក់ពស់ទេពមានក្បាលច្រើនពស់ខ្លះមានក្បាល9កំពុងតែទ្រទ្រង់ឋានទាំងអស់ហ្នឹងណាហើយពស់ខ្លះទៀតមានក្បាល12អីចឹងទៅ13អីចឹងទៅខ្ញុំរាប់អត់ច្បាស់ដែរព្រោះឃើញនាគនៅមានក្បាលកនៅលើគ្នាអញ្ចឹងណាខ្ញុំមានអារម្មណ៍ថាប្លែកភ្នែកខ្លាំងមែនទែនហើយអារម្មណ៍ពេលដែលយើងដើរចូលនៅក្នុងប្រាសាទមួយនេះគឺដូចយើងកំពុងតែចូលរួមនៅក្នុងពិធីជួបជុំអាទិទេពអញ្ចឹងគឺបានឃើញទិដ្ឋភាពបានឃើញឈុតឆាកសម្ដែងរំរែកយ៉ាងទន់ភ្លន់របស់តួអប្សរាដែលកំពុងតែចង់បង្ហាញទៅកាន់អាទិទេពភេទប្រុសទាំងនោះអញ្ចឹង
ចឹងបើសិនជាបងប្អូនបានមកលេងខេត្តសៀមរាបម្ដងទៀតបងប្អូនកុំភ្លេចចូលមកទស្សនាប្រាសាទមួយនេះផងពីព្រោះប្រាសាទមួយនេះគឺងាយស្រួលរកខ្លាំងមែនទែន